ថ្ងៃនេះខ្ញុំសូមជូននៅបទពិចារណាកថាមួយមានចំណងជើងថាបាបកម្មបរិស្ថានផ្ដើមចេញពីការប្រងើយកន្តើយគំនិតផ្ដើមអ្វីដែលភ្នែកយើងរៀនមើលឃើញនោះគឺជាអ្វីដែលបេះដូងយើងចេះរៀនការពារកុមារម្នាក់អាចដកកូនរុក្ខជាតិចេញពីដីដោយមិននឹកថាវាត្រូវបានដាំដើម្បីក្លាយជាដើមឈើផ្ដល់ម្លប់ឡើយគ្រួសារមួយអាចចាត់ទុកវត្ថុធាតុរាវដែលប្រើប្រាស់រួចចូលទៅក្នុងលូដោយមិនដឹងថាប្រព័ន្ធលូនោះនាំទៅណាឡើយអ្នកទិញទំនិញម្នាក់អាចជ្រើសរើសផលិតផលមួយដោយមិនដឹងថាការវេចខ្ចប់របស់វាបង្កើតសម្រាមច្រើនប៉ុណ្ណានោះទេក្នុងករណីនីមួយៗការខូចខាតអាចកើតឡើងដោយគ្មានបំណងចំបង្កឲ្យមានគ្រោះថ្នាក់នោះទេការប្រងើយកន្តើយមិនខ្វល់ខ្វាយមិនមែនមានន័យថាមនុស្សម្នាក់ខ្វះប្រាជ្ញាឬការចេះដឹងនោះទេប៉ុន្តែមានន័យថាការតភ្ជាប់ដ៏សំខាន់មួយមិនទាន់ត្រូវបានយល់ដឹងនោះឡើយយើងអាចមើលឃើញត្រឹមតែសកម្មភាពនៅចំពោះមុខយើងហើយមិនបានឃើញផ្លូវដ៏វែងឆ្ងាយនៃផលវិបាករបស់វាយើងប្រហែលជាមិនដឹងថាតំបន់ដីសើមជួយរក្សាទឹកថាសត្វល្អិតអាចជួយដំណាំតាមរយៈការបង្កាត់ពូជឬការដុតសម្រាមអាចបញ្ចេញផ្សែងដែលប៉ះពាល់ដល់សុខភាពនោះទេពិភពធម្មជាតិពោរពេញទៅដោយទំនាក់ទំនងទឹកផ្លាស់ទីខ្យល់ផ្លាស់ទីក្របពូជផ្លាស់ទីសម្រាមក៏ផ្លាស់ទីដែរអ្វីដែលបាត់ពីភ្នែករបស់យើងមិនមែនបាត់ពីផែនដីនោះទេថង់មួយដែលខ្យល់បក់យកទៅបានคล้ายជាសម្រាមរបស់អ្នកដទៃទឹកកខ្វក់ដែលហូរហួសពីផ្ទះរបស់យើងអាចចូលទៅកន្លែងដែលមនុស្សសត្វស្លាបត្រីឬសត្វពាហនៈអាស្រ័យផលលើវាដោយសារតែគ្មាននរណាម្នាក់កើតមកដឹងរឿងទាំងនេះស្រាប់នោះទេការប្រងើយកន្តើយគួរតែនាំមកនៅការអប់រំជំនួសឲ្យការសើចចំអកសិស្សម្នាក់ដែលបានរៀនអាចបង្រៀនមិត្តភ័ក្តិបានឪពុកម្ដាយអាចរៀនពីកូនសហគមន៍មួយអាចស្វែងរកវិធីសាស្ត្រល្អជាងមុននិងផ្លាស់ប្ដូរទម្លាប់ចាស់បេះដូងបៃតងមានភាពបន្ទាបខ្លួនគ្រប់គ្រាន់ក្នុងការនិយាយថាខ្ញុំមិនបានដឹងទេប៉ុន្តែឥឡូវនេះខ្ញុំចង់យល់ការរៀនសូត្រពីធម្មជាតិគឺលើសអំពីការទន្ទិញចាំឈ្មោះវាជាការរៀនសួរថាតើអ្វីមកពីណាហើយពួកគេទៅណាតើអាហារនេះចាប់ផ្ដើមពីណាតើមានអ្វីកើតឡើងចំពោះกระดาษខ្ចប់នេះបន្ទាប់ពីខ្ញុំបោះវាចោលតើសត្វមានជីវិតណាខ្លះចែករំលែកទីកន្លែងនេះជាមួយខ្ញុំសំណួរទាំងនេះដាស់ស្មារតីទទួលខុសត្រូវព្រោះវាលាតត្រដាងទំនាក់ទំនងដែលធ្លាប់តែលាក់បាំងពីមុនមកយើងក៏ត្រូវប្រុងប្រយ័ត្នជាមួយនឹងព័ត៌មានផងដែរមិនមែនរាល់ការអះអាងដែលគួរឲ្យភ្ញាក់ផ្អើលសុទ្ធតែជាការពិតនោះទេការយល់ដឹងផ្នែកវិទ្យាសាស្ត្រលូតលាស់តាមរយៈការសង្កេតភស្តុតាងនិងការកែតម្រូវដោយស្មោះត្រង់នៅពេលដែលយើងប្រកាសថាយើងអាចសួរគ្រូស្វែងយល់បន្ថែមដោយអានសៀវភៅដែលគួរឲ្យទុកចិត្តប្រៀបធៀបប្រភពដែលទុកចិត្តបានឬសង្កេតដោយអត់ធ្មត់មានចំណេះមិនមែនមានន័យថាដឹងគ្រប់យ៉ាងនោះទេការប្រងើយកន្តើយនឹងក្លាយជាគ្រោះថ្នាក់នៅពេលដែលយើងបដិសេធមិនព្រមរៀនប៉ុន្តែគណៈពេលដែលការចង់ដឹងចង់ឃើញចាប់ផ្ដើមទ្វារមួយនឹងបើកចំហឡើយចំណេះដឹងអាចផ្លាស់ប្ដូរទម្លាប់បានពីការផ្លាស់ប្ដូរអាចការពារទីកន្លែងមួយទីកន្លែងដែលត្រូវការពារអាចទ្រទ្រង់ជីវិតជាច្រើនថ្ងៃនេះមិនចាំបាច់មានការអៀនខ្មាស់ចំពោះអ្វីដែលយើងមិនដឹងនោះទេចូលយើងខ្លាយជាមនុស្សដែលចង់ដឹងចង់ឃើញរាល់សំណួរដ៏ស្មោះត្រង់ចេញពីបេះដូងបៃតងគឺជាចង្កៀងតូចមួយនៅពេលដែលចង្កៀងទាំងនោះកើនឡើងផ្លូវឆ្ពោះទៅកាន់ពិភពលោកដែលស្អាតស្អំនិងមានក្តីមេត្តានិងកាន់តែងាយស្រួលសម្រាប់អ្នករាល់គ្នាក្នុងការមើលឃើញការពិចារណាបែបព្រះពុទ្ធសាសនានៅក្នុងពាក្យប្រដៅរបស់ព្រះពុទ្ធសាសនាការចេះដឹងដោយកតេចាប់ដើមដោយការមើលឃើញពីហេតុនិងបច្ច័យយ៉ាងច្បាស់លាស់ការមិនយល់ការមិនខ្វល់ប្រងើយកន្តើយអាចនាំឲ្យមានសកម្មភាពបង្កគ្រោះថ្នាក់ទោះបីជាគ្មានបំណងអាក្រក់ក៏ដោយសតិការរៀនស្គាល់យល់ដោយមិនប្រងើយកន្តើយជួយឲ្យយើងទទួលស្គាល់ទំនាក់ទំនងនិងផលពិបាកនៅពេលដែលការយល់ដឹងមួយមកជំនួសការប្រងើយកន្តើយសេចក្តីមេត្តាក៏ទទួលបានទិសដៅអនុវត្តជាក់ស្ដែងការពិចារណាថ្ងៃនេះតើទម្លាប់បរិស្ថានអ្វីខ្លះដែលខ្ញុំកំពុងធ្វើប្រចាំថ្ងៃដោយមិនដឹងប្រភពវាមកពីណាឬវាមានផលប៉ះពាល់អ្វីខ្លះសកម្មភាពសម្រាប់ថ្ងៃនេះសួរមនុស្សម្នាក់ឬប្រភពដែលគួរឲ្យទុកចិត្តនៅសំណួរងាយៗមួយអំពីធម្មជាតិឬសម្រាមបន្ទាប់មកចែករំលែកចម្លើយនេះជាមួយមិត្តភ័ក្តិឬសមាជិកគ្រួសារការបដិញ្ញាចិត្តសម្រាប់ថ្ងៃនេះនឹងរក្សាការយល់ដឹងចង់ឃើញរៀនសូត្រដោយភាពបន្ទាបខ្លួន
និងប្រើប្រាស់ចំណេះដឹងដើម្បីថែរក្សាដោយប្រាជ្ញាចូលចាំថានៅពេលដែលយើងការពារធម្មជាតិគឺយើងការពារសត្វលោកទាំងពួងរាប់បញ្ចូលទាំងខ្លួនយើងផងដែរបទវិចារណកថានេះរៀបចំដោយក្រសួងបរិស្ថាន